បាទខ្ញុំបាទហេងថាសវុតសូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់ប្រសងជាទីសក្ការៈដោយខ្ញុំជម្រាបជូនបងប្អូនហើយក្រោយពេលដែលចូលឆ្នាំខ្មែរប្រជាជនខ្មែរយើងចាប់តាំងពីឆ្នាំ1970បានជួបសោកនាដកម្មដ៏ខ្លោចផ្សាមួយដែលទាំងខ្មែរអ្នកសារទាំងរដ្ឋខ្មែររំដោះនិងខ្មែរក្រហមដែលមានគំនិតជាតិនិយមត្រូវបរាជ័យទាំងអស់គ្នាដូច្នេះហើយខ្ញុំគ្រាន់តែសូមបញ្ជាក់ថាការប្រឡ័យពូជសាសន៍ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជាដែលរដ្ឋាភិបាលសមមិត្តហ៊ុនសែនបានចោទប្រកាន់របបប៉ុលពតនៅឆ្នាំ1975 79តាមរយៈការបញ្ជារបស់យួននោះគឺជារឿងមួយដែលយើងត្រូវការស៊ើបអង្កេតឲ្យបានវែងឆ្ងាយដូច្នេះហើយបានជាខ្ញុំបាននិពន្ធរឿងមួយដែលមានចំណងជើងថាទនកម្មដួងចិត្តតែពុំទាន់ចប់ព្រោះខ្ញុំកំពុងតែតាមដានមើលថាតើការប្រឡ័យពូជសាសន៍របស់ខ្មែរកើតឡើងដោយរបបប៉ុលពតមែនដែរឬទេប៉ុន្តែអស់រយៈ35ឆ្នាំប្លាយខ្ញុំបានរកឃើញថាការសម្លាប់រង្គាលជាពិសេសការធ្វើទុកបុកម្នេញការរំលោភសិទ្ធិមនុស្សនិងការបណ្ដេញប្រជាជនចេញពីទីក្រុងភ្នំពេញនៅថ្ងៃ17មេសាឆ្នាំ75និងខ្មែរជាច្រើនទៀតដែលនៅទីក្រុងផ្សេងនៅតាមខេត្តនានាដែលមានឈ្មោះថាអ្នក17មេសានោះមានទំនាក់ទំនងជាសម្ងាត់ទៅលើផែនការចិននិងយួនដោយពេលនោះចិននិងកុម្មុយនីសនិងយួនកុម្មុយនីសបានត្រូវរើគ្នាបាទប៉ុន្តែដូចខ្ញុំនិយាយរួចហើយអ្នកដែលចំណេញគឺយួនបានចំណេញឲ្យក្រុមខ្មែរក្រហមមួយក្រុមដែលគេបានបង្កើតឡើងកាន់អំណាចរហូតមកដល់សពថ្ងៃហើយឆ្នាំ1975គេបានធ្វើឲ្យរដ្ឋាភិបាលរំដោះរបស់សម្ដេចសីហនុคล้ายទៅជារដ្ឋាភិបាលខ្មែរក្រហមហើយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរបស់ក្រុមប៉ុលពតដែលមានមហិច្ឆតាដ៏អាក្រក់នោះក៏បានកាន់កាប់ប្រទេសកម្ពុជាហើយច្បាំងជាមួយយួនត្រូវបរាជ័យមានរឿងរ៉ាវអាកំបាំងជាច្រើនដែលយើងត្រូវការស្រាវជ្រាវដល់ឯករាជ្យសូមបងប្អូនមេត្តាស្ដាប់នៅសម្ដីរបស់អតីតយុវនារីកម្មករការនីនៅរោងចក្រភួយនៅស្ទឹងមានជ័យកាលពីឆ្នាំ1975 79ដែលនិយាយរឿងពិតអំពីយួនដែលបញ្ជាក់ឲ្យឃើញថាភ្នាក់ងារយួនក៏មានបង្កប់នៅក្នុងរដ្ឋាភិបាលប៉ុលពតដែរគឺកម្ពុជាប្រជាធិបតេយ្យដែលបណ្ដាលឲ្យមានការកាប់សម្លាប់គ្នាមួយយ៉ាងស្លឈាមបាទសូមបងប្អូនស្ដាប់ដូចតទៅពូនឹងទៅមែនតាលោកពូមើលគាត់និយាយអំពីរឿងគឹមសុកត្រូវគេចាប់បាទធ្វើដោយសម័យកាលដែលមុន79កាលដែលយួនចូលចិត្តចូលចឹងឯងលោកពូវាយកទៅម្ដងមួយអ្នកកម្មករអ្នកធ្វើការនៅក្នុងភ្នំពេញណាវាយកចឹងឯងយកអ្នកចេះដឹងម្ដងមួយវាទៅលោកពូចង់ដឹងលោកពូសួរអ្នកដែលស្គាល់នៅស្រុកនៅប្រទេសលោកពូអ្នកដែលវេទនាជាងគេបំផុតនៅរោងចក្រខ្សែអំបិលធ្វើបាបណាស់ពូអើយពួកខ្ញុំនៅទីក្រុងដូចថាអត់សូវអីទេតែតែយួនចិត្តចូលនេះទេដែលវាធ្វើបាបវាយកទៅម្ដងអ្នកណាធ្វើខុសអីបន្តិចវាយកទៅអ្នកណាធ្វើខុសអីបន្តិចវាយកទៅខ្សែអំបិលគេថាយកទៅធ្វើការនៅខ្សែអំបិលប៉ុន្តែអត់ទេយកទៅប្លុកអំបិលលោកពូយកទៅច្រើនណាស់ពួកកម្មក៏វាហ៊ានស្លាប់នៅកន្លែងហ្នឹងទេហើយលោកពូថាដែលមានខ្លងអស់ហ្នឹងវាប្រកបយួនតាំងពីយូរណាស់ហើយលោកពូនៅក្នុងភ្នំពេញហ្នឹងព្រោះពួកកម្មករធ្វើអីធ្វើតម្បាញភួយតម្បាញកណាត់តម្បាញអំបោះធ្វើកែវធ្វើស្អីយកទៅណាលោកពូបោយកទៅចែកថាយកទៅចែកជនបទក្ររត់
សម្លៀកបំពាក់មិនមានផងស្រែកជើងអីយកទៅណាលោកពូខ្ញុំឆ្ងល់ថាដូច្នេះក្នុងនាមយើងជាអ្នក17មេសាដែលរងគ្រោះដោយរបបពួកខ្មែរកុម្មុយនីសនៅចន្លោះឆ្នាំ1975 79មានការចុកចាត់ហើយសូម្បីតែតុលាការកាត់ក្តីពួកខ្មែរក្រហមដែលបង្កើតឡើងអស់រយៈជាច្រើនឆ្នាំនៅឯក្រុងភ្នំពេញនោះក៏ពុំអាចរកយុត្តិធម៌ពិតប្រាកដឲ្យខ្មែរអ្នក17មេសាបានឃើញទេដរាបណាការកាត់ទោសនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលមួយដែលជាអតីតពួកកុម្មុយនីសកាន់កាប់ដូច្នេះហើយទណ្ឌកម្មដួងចិត្តគឺជាទណ្ឌកម្មមួយដែលយើងអ្នក17មេសាជុកចាប់ជាខ្លាំងហើយដែលរហូតមកដល់ពេលនេះពុំអាចរកយុត្តិធម៌បានដូច្នេះហើយតើតែយើងមានការបដូរផ្លាស់អ្នកកាន់អំណាចសពថ្ងៃទៅតាមលក្ខណៈប្រជាធិបតេយ្យដែលពួកអតីតខ្មែរកុម្មុយនីសទាំងនោះពុំចង់បានតែងតែមានឧបសគ្គចនិចដូចបងប្អូនឃើញស្រាប់ឥឡូវសូមបងប្អូនស្ដាប់បទចម្រៀងមួយទៀតដែលខ្ញុំជឿជាក់ថាមានបងប្អូនខ្មែរខ្លះបានស្ដាប់រួចហើយដែលខ្ញុំនិពន្ធឡើងកាលពី 4-5 ឆ្នាំមុនហើយលោកកុយវណ្ណាបានច្រៀងដែលន័យក្នុងចម្រៀងនេះខ្ញុំរកឃើញថាពិតប្រាកដដោយអត្ថន័យដែលខ្ញុំសរសេរកាលពី 4 ឆ្នាំមុននឹងដូចលោកកុយវណ្ណាច្រៀងមែនបាទសូមស្ដាប់ដូចតទៅឆ្នាំផ្លាយព្រះសង្ឃនិស្សិតរួមសាស្ត្រាចារ្យត្រូវគេប្រហារពុំមានសោកស្ដាយយួនអ្នកបន្តអ្នកក្រុងអត់បាយអ្វីទាំងឡាយត្រូវបំផ្លាញជាប់គ្រៀងក្នុងសម្លាប់ទាំងអស់លើសពីលានយើងសម្លាប់ព្រះខ្មែរហើយចោទថាខ្មែរសម្លាប់ខ្មែរអកពើឯនេះជាកពើមែនសាទុកខ្ញុំគ្មានអ្វីនឹងថ្លៃខ្ញុំយំសំដែងប្រាប់ខ្មែរគ្រប់ប្រាណសូមចាត់ជាថ្ងៃចង្រៃសាមានមេបតេងរិឆានប្រឡ័យពូសាសសម្រាប់ជាតិខ្មែររំពិតបានចែងជាប្រវត្តិសាស្ត្រកូនខ្មែរគ្រប់រូបចងចាំឲ្យច្បាស់ប្រវត្តិថ្មីចាស់យួនសំលាប់ខ្មែរ
សតមានច្រើនអូហើយខុសខើព្រៃផ្សៃមិនអាចភ្លេចទេនេះគឺរឿងខ្មែរចាក្នុងប្រវត្តិសាស្ត្រនេះគឺរឿងខ្មែរចាក្នុងប្រវត្តិសាស្ត្របាទចំពោះរូបខ្ញុំនៅតែប្រកាន់នៅគំនិតដូចបទចម្រៀងដែលទំនុកច្រៀងនិពន្ធដល់ខ្ញុំហើយអ្វីទាំងឡាយនៅពេលដែលខ្ញុំបានមើលឃ្លីបអំពីទស្សនកិច្ចរបស់សម្ដេចស៊ីនុយាងត្រឡប់មកក្រុងភ្នំពេញវិញនៅក្រោយថ្ងៃ17មេសាឆ្នាំ75ខ្ញុំកាន់តែយល់ច្បាស់ថាពួកសត្រូវរបស់ខ្មែរជាពិសេសយួនកុម្មុយនីសបានធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលសម្ដេចស៊ីនុគឺជារដ្ឋាភិបាលខ្មែរក្រហមហើយនៅពេលនោះយួនបានបំរុងនិងរៀបចំក្រុមប៉ុលពតដើម្បីជំនួសប្រសិនបើប៉ុលពតកាលនោះព្រមធ្វើតាមយួនប្រហែលគ្មានហ៊ុនសែនគ្មានហេងសំរិនខ្លាយជាសម្ដេចតេជោខ្លាយជាឧត្តមសេនីយ៍ផ្កាយ4ឬផ្កាយ5នោះទេក៏ប៉ុន្តែនៅពេលនោះចិននិងយួនត្រូវគ្នាបាទគឺចិនកុម្មុយនីសក្រុងប៉េកាំងនិងយួនក្រុងហាណូយវាសុំកលុំគ្នាត្រូវគ្នាដើម្បីធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាខ្លាយទៅជាអាយ៉ងមួយតាមផែនការដែលយួនបានរៀបចំក៏ប៉ុន្តែនៅពេលដែលប៉ុលពតមានមហិច្ឆតាដកអាក្រក់ដើម្បីធ្វើយ៉ាងណាកុំឲ្យសម្ដេចស៊ីនុកាន់កាប់រដ្ឋាភិបាលមួយដែលមានខ្មែររំដោះកងទ័ពខ្មែររំដោះខ្លះនោះទីបំផុតប៉ុលពតបានទទួលយកនៅរដ្ឋាភិបាលមួយដោយខ្លួនឯងគឺបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យហើយដែលនៅទីបំផុតពួកក្រុមប៉ុលពតរកឃើញអំពើក្បត់មួយដែលកើតឡើងនៅឆ្នាំ1975គឺការកាប់សម្លាប់ទាហានលោកលន់នល់សម្លាប់ប្រជាជនស៊ីវិលដែលរស់នៅក្រុងភ្នំពេញដែលត្រូវបញ្ជូនទៅតំបន់និរដីហើយបានបញ្ជូនទៅពីយប់ជាពិសេសខេត្តបាត់ដំបងត្រូវស្លាប់យ៉ាងរង្គាលដូច្នេះហើយប៉ុលពតបានបង្កើតពួកនិរដីដើម្បីបោះសម្អាតក្រុមក្បត់ក៏ប៉ុន្តែអ្នកដែលបង្កើតឆាកនយោបាយកាប់សម្លាប់ប្រជាជនខ្មែរគឺយួនយេមិញយេកុងដែលគេរៀបចំរួចជាស្រេចសូម្បីតែរណសេពីធ្នូដែលបង្កើតឡើងនៅចុងឆ្នាំ1978នោះតាមរយៈសភៅឯកសារមួយយួនបង្កើតតាំងពីឆ្នាំ1976-77នៅពេលដែលគេដឹងថាប៉ុលពតបំព្រមធ្វើតាមពួកវាដូច្នេះហើយដំណាក់កាលដែលយួនបានសម្លាប់ខ្មែរដែលបានប្រឡាយពូជសាសន៍ខ្មែរដែលបានបង្កាត់ពូជសាសន៍រហូតមកដល់សប្តាហ៍នេះគឺជាផែនការមួយរៀបចំយ៉ាងល្អិតល្អន់ដែលនៅទីបំផុតអំពើអាក្រក់ខូខើព្រៃផ្សៃរបស់យួនយេកុងដែលបានបាញ់គ្រាប់រ៉ុកែតណាបំផ្លាញជីវិតខ្មែរសាធារណរដ្ឋនៅឆ្នាំ1975ឬ70-75នោះត្រូវបានរួចខ្លួនរហូតមកដល់សប្តាហ៍នេះដូច្នេះហើយប្រសិនបើខ្មែរយើងជាពិសេសខ្មែរនៅក្នុងគណៈបកប្រជាជនកម្ពុជាជាពិសេសអតីតបញ្ញវន្តដែលនៅសេសសល់ចំនួនសម្ដេចសៀនុក្តីចំនួនលោកលន់នល់ក្តីដែលកំពុងតែបំរើសមាមិត្តហ៊ុនសែននោះពុំភ្ញាក់រលឹកនោះទេនៅទីបំផុតទ្រព្យសម្បត្តិរបស់ពួកអស់លោកបុណ្យស័ក្តិរបស់អស់លោកនឹងត្រូវរលាយថ្ងៃណាមួយដូចថ្ងៃ17មេសាឆ្នាំ75ដូច្នេះចំណុចមួយដែលសំខាន់បំផុតគឺគណៈបកសង្គមជាតិត្រូវតែតវ៉ាជាមួយនឹងអន្តរជាតិឲ្យមកត្រួតត្រាពិនិត្យមើលចំពោះកងទ័ពយួនដែលកំពុងតែបន្លំនៅក្នុងរបបហេងសំរិនក្នុងសម្លៀកបំពាក់ហេងសំរិនហើយសូមឲ្យបង្កើតគណៈកម្មការមួយគឺគណៈកម្មការអន្តរជាតិប្រកាសលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាឆ្នាំ2017-2018បើសិនជាគណៈកម្មការអន្តរជាតិប្រកាសលទ្ធផលនោះយល់ថាការបោះឆ្នោតនៅប្រទេសកម្ពុជានៅឆ្នាំ2017-2018នោះពិតជាយុត្តិធម៌យើងនឹងយកជាការបានព្រោះរបបហ៊ុនសែនក្តីយួនក្តីកំពុងតែរៀបចំយ៉ាងណាឲ្យកោជបខ្លាយជារបស់គេឲ្យប្រជាជនយួនបោះឆ្នោតស្របច្បាប់ដើម្បីធ្វើយ៉ាងណាឲ្យសន្លឹកឆ្នោតរបស់គណៈបកសង្គ្រោះជាតិ
ចុះថយដោយបង្កើតគណៈបកជាច្រើនដូច្នេះឱកាសនេះនៅពេលខាងមុខនេះសូមបងប្អូនខ្មែរទៅបោះឆ្នោតដោយអនុវត្តនូវច្បាប់មួយដែលនៅឆ្នាំ1983ពួកកុម្មុយនីសយួនគេនិយាយថាលក់ស្រូវជូនរដ្ឋគឺស្នេហាជាតិឥឡូវនេះនៅឆ្នាំ2017 2018នេះបោះឆ្នោតជូនគណៈបកសង្គ្រោះជាតិគឺស្នេហាជាតិសូមអរគុណសូមជម្រាបលាបាទ